ខ្ញុំអានីតាចូលចិត្តធ្វើម្ហូបរៀបចំផ្ទះមើលថែកូនក៏ដូចជាធ្វើដំណើរកម្សាន្តនេះហើយនៅក្នុង channel របស់នាងខ្ញុំនឹងផលិតវីដេអូពាក់ព័ន្ធជាមួយនឹងការចម្អិនអាហារការមើលថែកូនក៏ដូចជាការរៀបចំផ្ទះនិងការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសនិងក្រៅប្រទេសនិយាយទៅជារបៀបថាជាសកម្មភាពរួមទាំងអស់របស់នាងខ្ញុំប្រចាំថ្ងៃតែម្ដងអញ្ចឹងណាបងប្អូនខ្ញុំក៏សង្ឃឹមយ៉ាងមុតមមផងដែរថាវីដេអូរបស់នាងខ្ញុំនឹងផ្ដល់ជាប្រយោជន៍រួមដល់បងប្អូនជាច្រើនពាក់ព័ន្ធមួយនឹងការចម្អិនអាហារជាពិសេសគឺអាហាររបស់ខ្មែរយើងណាបងប្អូនវាមានតិចនិចបន្តិចបន្តួចដែលបងប្អូនអត់ដឹងចាឬក៏បងប្អូនរបៀបថាការធ្វើម្ហូបនេះតាមគ្រួសារនីមួយៗហ្នឹងគឺអត់ដូចគ្នាទេឧទាហរណ៍ថានាងខ្ញុំទម្លាប់ធ្វើបែបនាងខ្ញុំទៅតាំងពីជំនាន់យាយមកអីអញ្ចឹងទៅចាហើយបូកផ្សំជាមួយនឹងការresearchបន្ថែមណាពាក់ព័ន្ធជាមួយនឹងអាហារខ្មែរអញ្ចឹងហើយនាងខ្ញុំនឹងចែករំលែកនៅក្នុងនោះសង្ឃឹមថាបងប្អូនអាចទទួលបានចំណេះជាមួយនឹងការរៀបចំផ្ទះធ្វើយ៉ាងណាឲ្យមានសោភ័ណភាពនិងស្រស់ស្អាតទាន់សម័យហើយចំណាយតិចជាការជាមួយនឹងការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសដោយសារនាងខ្ញុំចូលចិត្តដើរលេងខ្លាំងហ្មងតាំងពីជំនាន់នៅធ្វើការអញ្ចឹងណាអញ្ចឹងធ្វើដំណើរកម្សាន្តហ្នឹងគឺយើងត្រូវពាក់ព័ន្ធជាមួយនឹងទីមួយយើងត្រូវដឹងពីទីកន្លែងដែលយើងត្រូវទៅតំបន់ទេសចរថ្មីដែលគេរកឃើញហើយមួយវិញទៀតកន្លែងស្នាក់នៅហើយនឹងបាត់ចិត្តនៅក្នុងការចំណាយអញ្ចឹងណាបងប្អូនហ្នឹងឯងអញ្ចឹងនាងខ្ញុំក៏នឹងចែករំលែកផងដែរពាក់ព័ន្ធជាមួយនឹងកន្លែងគេអ្នកស្រស់ស្អាតហើយតម្លៃសមរម្យអីអញ្ចឹងទៅហើយយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យដំណើរកម្សាន្តរបស់យើងនឹងមានការចំណាយមិនច្រើនពេកអញ្ចឹងណាបងប្អូនចំណាយតិចតួចមិនមែនថាអត់ចំណាយឬក៏ចំណាយតិចពេកទេព្រោះយើងដើរទៅដើម្បីទៅចង់សាកអាហារកន្លែងគេរបៀបឆ្ងាញ់ល្បីនៅតាមតំបន់គេយើងអត់អាចចំណាយតិចហ្នឹងសិតតែយកលុយទៅទិញឲ្យប៉ុន្តែយើងធ្វើមិនកុំឲ្យគេកោយើងអីអញ្ចឹងណាបងប្អូនហ្នឹងហើយយើងត្រូវតថ្លៃគេមិនអីអញ្ចឹងទៅមិនថានៅក្នុងស្រុកយើងឬក៏នៅក្រៅស្រុកឯងព្រោះតំបន់ទេសចរជាទូទៅមិនថាជាសម្ភារៈឬក៏អាហារអីគឺតែងតែមានតម្លៃខ្ពស់អញ្ចឹងណាបងប្អូនហ្នឹងហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹងការមើលថែកូនដោយសារនាងខ្ញុំមើលថែកូនរបស់នាងខ្ញុំផ្ទាល់ដៃតាំងពីគាត់កើតមកតែម្ដងហើយរហូតដល់គាត់មានអាយុមួយខួបជាងនេះគឺគាត់អាចមានជំងឺឈឺស្កាត់អីផ្សេងទេព្រោះក្មេងផ្សេងគឺខ្ញុំឃើញណាពួកគាត់មានបញ្ហាពាក់ព័ន្ធមួយរលាកបំពង់កឬក៏ផ្ដាសាយផ្សេងអញ្ចឹងណាតែសម្រាប់កូននាងខ្ញុំគឺអត់ទាន់មានទេចាអញ្ចឹងហើយនាងខ្ញុំក៏នឹងចែករំលែកពាក់ព័ន្ធនឹងការមើលថែអាចចុងក្រោយនាងខ្ញុំអរគុណបងប្អូនខ្លាំងមែនតើសម្រាប់ការចំណាយពេលវេលាមើលវីដេអូរបស់នាងខ្ញុំរហូតដល់ទីបញ្ចប់ហើយបងប្អូនដើម្បីចង់បានវីដេអូថ្មីរបស់នាងខ្ញុំកម្មភាពតែនាងខ្ញុំធ្វើអីគេខ្លះនៅសកម្មភាពរួមប្រចាំថ្ងៃរបស់នាងខ្ញុំកុំភ្លេចជួយ Subscribe នៅ Channel របស់នាងខ្ញុំណាអរគុណបាយបាយ